មួយឈូគឺអាច counter បានច្រើនហើយបើក map បានមួយចោ head ទៀត midland ដែលធំសល់ Aurora Pasha Aurora Pasha Aurora ល្អ តែ Aurora ល្អជាងយេ Aurora ល្អជាងព្រោះមាន Fanny គាត់មកអាចនឹងអកសើទី1ទី2 team fight គាត់មានstand ដើម្បីចាប់ឲ្យគ្នាគាត់វាយទៀត ហ្នឹងហើយ បាទអញ្ចឹង Aurora អាចជារឿងល្អតែបើសិនជាគាត់ចង់ pick off យេ Fanny Pasha ជារឿងល្អសម្រាប់គាត់បើសិនជាចោ head បើគាត់ហ៊ានលេងណាតែបើគាត់ហ៊ានលេងការទីតែមានតែ Spotify ហ្នឹងចាប់ Fanny ស្រួលទៀត បាទ តែហ្នឹងតច្បាស់មិន តែ ដែរ តែការ data វាពិបាកចែកបងការ data វាបាក់ក្នុងការ clear land តិចសម្រាប់ពួកគាត់ហ្នឹងបាទគាត់បាក់ clear អត់មានកតោតតែកតោត អត់ទេមានចោ head តា តត experience មានចោ head បាទអញ្ចឹងយើងឃើញហើយ Aurora ជាជម្រើសដ៏ល្អមែនតើមានអារម្មណ៍ថា Wing គេថ្លឹងតារះមួយនេះអត់ឲ្យចាញ់ទេណា យ៉ា តារះ balance បោះ Link Wing Esport គេ balance យកហ្មងអត់ឲ្យចាញ់តារះណាស់ណាទេ ត្រឹមត្រូវ បាទអញ្ចឹងសាច់ game តារះ pick មានដូចគ្នាអាស្រ័យទៅលើសាច់ game ផ្ទាល់នៅក្នុង game របស់ពួកគាត់ចាំមើលថាតា 5 man អ្នកណា spirit ជាងខាងណាដូចគ្នាបើយើងលេងមើលជាមួយនឹង line up តារះ pick ទាំង10គឺសិតតែមានstrat នៃការលេងរៀងខ្លួនចាំមើលតា Team X តាធ្វើបានល្អកម្រិតណាឬមួយក៏ Wing Esport នៅតែអាចលេងបានជាមួយនឹង combo របស់គាត់ដែលតម្រង់ pick off មួយនេះក៏ល្អដែរសម្រាប់ Wing Esport យ៉ាងណាមិញយើងក៏ដឹងហើយជាមួយនឹងវត្តមាន Fanny របស់ Saxu มันអាចមើលរំលងបានទេ Saxu នេះហើយក៏មិនងាយអ្នកបើក Fanny គាត់លេងដែរបាទតែ Wing ហាក់ដូចជាគាត់ប្រហែលឬមួយក៏យ៉ាងម៉េចយើងក៏អត់តដឹងនឹងគ្នាលាស្វាគមន៍អ្នកនេះមកកាន់ការប្រកួតជំនួបកដៅសាច់អានេះហៅថាជំនួបដណ្ដើមកៅអីMPL KX Season 8យកតែម្ដងអ្នកឈ្នះនឹងបានកៅអី MPL យើងហើយនៅក្នុង game ទី1នេះចាំមើលថាតា Wing Esport ឬមួយក៏ Team Mac អ្នកយក Mac នេះគេយកទៅជាមឹកអាំងក៏ថាបានដែរ បាទចឹងអ្នកគ្នាក៏បានឃើញដែរជាមួយនឹងការជ្រើសរើស spell ពី Golan ទាំងសងខាងគឺលេង Purify ដូចគ្នាយកតែម្ដងក៏ដូចជាមានការដាក់ Vengeance ចេញពី King Ares ហើយក៏ដូចជាមាន spell heal ចេញពី Set ផងដែរបាទចាំមិញទៅចូលដល់អត់មានអីចូលមក ចូលមកមានអី អត់មានអាគឺស្អីនោះស៊ូមទេ មួយ game ទៅមួយ game update អូខេមួយកម្រិតទៅមួយកម្រិត ទៅមួយកម្រិត បាទ ក្នុងមួយថ្ងៃគឺ first អត់សូវបញ្ចេញច្រើនទេ មួយ game បញ្ចេញតិច game ចេញតិច បាទលាក់ដែរ បាទលាក់ដែរ បាទអាយ៉ា BMO ដឹងតែគេ pick off ច្រើនអត់ខ្វល់ទេពាក់មួយនឹងស្បែកជើង resilient យកតែម្ដង អត់បានមិញបានអត់ អត់ដឹងអត់ អូបានដូច អាយ៉ា spider អូ Cypher បន្លែងដែរ បាទ ប៉ុន្តែការបន្លែងជាមួយនឹង Cypher កំឡោះដោយសារសល់ឈាមតិច Fanny អាចមានភាគរយមកប្រហែលវិសាស៊ូដូចគ្នាផងដែរបាទអញ្ចឹងដោយសារតែ Aries ក៏គាត់យក Spell Vengeance ដែរអញ្ចឹង front line របស់គាត់គឺអាចនឹងពិបាកនៃការបតាច់ដែរពី Wing Esport បាទដោយសារតែ damage នៅ early game physical damage ហ្នឹងគឺមានតែ Spider ទេបាទ Silent K តរចូល13ធ្វើម៉េច អូគេដាក់ BMO កន្លែងនេះឆ្លាតមែនទេ yes BMO ឆ្លាតមែនទេមកជាមួយនឹងសាក់ស៊ូដេញចាប់យកតែម្ដងលើ K tank តែណាមិញជាមួយនឹងកាអេយ៉ាពួកអត់មែនហាក់ដូចជាជ្រៅខ្លួនដែរជាមួយនឹងសាក់ស៊ូអាម៉េចអាម៉ាចេះតែ Cypher មានការ trade មកខៀមកវិញដូចគ្នាតែបាត់បង់2ជីវិតបាត់ហើយ Cypher អាចនឹងបាត់បង់ជីវិតដូចគ្នាប៉ុន្តែតែ Flicker បុកជាមួយជាងនៅស្កលទី2ជាមួយនឹងការផុតមួយនេះអត់បញ្ហាទេសម្រាប់ Cypher ភ្លាមជាមួយនឹង King Aries ក៏មកដល់នៅផ្លូវ Midland clear land យក level 4មួយសិនចាំវាយនៅ total ទី1យ៉ាងម៉េចយ៉ាងម៉ាដែរតែអាណាមិញជាមួយនឹងការបាត់បង់2 kill នេះដូចជាមិនខាតទេសម្រាប់ Team Mac ព្រោះថាគាត់ spawn មកតន់ជាមួយនឹង total ទី1ដូចគ្នា បាទអាហ្នឹងគឺជា straight ពួកគាត់ត្រូវធ្វើចឹងឬក៏មិន បាទ គាត់ត្រូវធ្វើចឹងឬក៏មិនព្រោះគាត់នៅតែការតនមកវិញតែគាត់ការតនតែមិនមិញខ្ញុំគិតថាសាក់ស៊ូដែលគាត់ចូលបលែងវាអត់អីទេតែ BMO ចូល បាទ BMO គាត់រៀងជុល ព្រោះសាក់ស៊ូមិញគឺដោយសារគាត់ទទួលបានព័ត៌មានពីគ្នាគាត់ដែរគាត់ក៏ឃើញចោះ head off skill បោះគាត់ចោះ គឺគាត់បោះ table មកព្រាមយកតែម្ដងបាទឯកភាពបាទអញ្ចឹងចាំមើលជាមួយ total មួយនេះបច្ចុប្បន្នដូចជាមិនចាញ់តែមគ្នាអីណាតាទេ level 5ដូចគ្នារវាង Spider តែ Spider កំពុងតែយក level 1 Cypher ត្រឹមតែ level 3ទេអត់មានតទេ King Aries load មកយកតែម្ដងជាមួយនឹងការដំអត់មែន total ទី1ចូលខ្លួនលើ Wing Esport តែបង្ហាញអត្តរីរបស់ Saxu ឆ្វែទៅឆ្វែមកបានមកខៀលដូរមកខៀលដែរមួយក៏យ៉ាងណាភ្លាមជាមួយ Saxu RNG តែវាយជាមួយ Danzo វាយដាច់ទៅជាមួយនឹងការលោអត្តរី cover គ្នាដូចគ្នាប៉ុន្តែដកថយយកតែម្ដងបាត់បង់ជីវិតបាត់បង់ជាមួយ total ទី1ដាក់មេព្រុតរត់យកតែម្ដងបាទបើសិនជាមិនបានជាមួយនឹងសាក់ស៊ូគាត់មានជាមួយនឹង skill ក៏ដូចជាដើម្បីច្រើនណាបាទមកដឹងហាមទាំងអស់total ទី1គាត់មិនលេងក៏បានដែរ ហ្នឹងហើយគាត់បលែងបានដែរតែអានេះជា strat គាត់តែមិនអីទេបាទព្រោះថាការបាត់បង់ជីវិតមិនមែនបាត់បង់នេះដែរមិនមែនបាត់បង់ទៅលើ live បាត់បង់អីដែរអញ្ចឹងអាចនៅតែអាចតថ្លៃគ្នាបានទេ live សង្ងំមក fan ណា Silent K មិញមក midline ណា yes បាទគាត់មក midline មកអឺតមក plat ដែរមិញដោយសារគាត់គប់ ultimate ត្រូវអញ្ចឹងគាត់មកចាញ់មក plat ដែរបាទតែតាមខាតគឺមិនសូវជាខាតធ្ងន់ធ្ងរទេមកល្មមដែរព្រោះ level experience គាត់ក៏រៀង lead ទៅលើ live ដែរបាទ
បាទចឹងនៅក្នុងនីតិទី8គឺបន្ទុក kill គឺ3ទល់នឹង1ក៏ដូចជា goal លេខត្រឹម 1k ជាងតែបាទចាំមើលខាងក្រោមអាចនឹង back up តនដែរឬមួយយ៉ាងណាពី Cypher ក៏ដូចជា Bimo អីយ៉ាដូចរៀង let rotation នេះតែគេហ៊ានវាយឬមិនហ៊ានវាយមិនហ៊ានវាយ line នៅក្នុង T1 thread នោះទេខ្លាច fail ដែរបាទខ្លាច fail ដែរពួកគាត់ damage ដូចគ្នាបាទគាត់ stir damage ដូចគ្នាជាមួយនឹង Moscow បាទអ្វីដែលសំខាន់គឺចូលទៅដឹងតែគេមាន spell purify មួយ flicker ផុតមួយជើងផងដែរជាមួយនឹង K Tang អីយ៉ា Cypher មិនអាម៉ាចេះគាត់ឈូស skill ទី2ចោលដឹងហើយឈូសចោលបាទឈូសចោលអីយ៉ា Cypher មិនអាម៉ាចេះបាទចឹងខាតច្រើនទុកស្រូបួរទុកដចស្រូបួរប្រយ័ត្នប្រយែងតែខាងក្រោម Silent K អញបាត់បង់ជីវិតនៅក្នុង T1 Trade ដែរមួយក៏យ៉ាងណាជាមួយនឹងការគប់អត់មែននៅតែបាត់បង់ជីវិតដូចគ្នាជាមួយនឹង Saxo បាទល្អហ្នឹងគឺ Saxo គាត់អត់បានជាប់ damage Trade វាយគាត់ឡាយរងឲ្យម្ដាយបាទចឹងទៅគាត់ចូលវិញបានបណ្ដោយទៅលើ Saxo ណាមួយគាត់និយាយគ្នាត្រូវទៀតជាមួយនឹងឡាយគាត់ចូលទៅដល់ឲ្យឈើចករបស់ Moscow គប់ឲ្យអស់ skill ទី2សិន load មួយ Spider អស់ដចហើយ Cypher ទាត់យកតែម្ដងជាមួយនឹងការបុកលើ Spider ពេលនេះរបស់ Saxo ក៏ម្ដងជាមួយនឹងការបោះខេបអបបាទហើយជាមួយនឹងការដកថយយកទៅនៅតែងារជាមួយនឹង King Aaron លោតដំតែមាន back up ទេជាមួយនឹងការលោតដំគេកាប់3តង់តែ Spider អាចបាត់បង់ជីវិតដែរទេជាមួយនឹងការដកតទៅលើ Spider make the day អាយយបាទជាមួយនឹង Spider យ៉ាងណាមិញ Saxo ក៏ម្ដងពុះតន់ពុះមិនតន់នោះទេបាទមិនយើងក៏បានឃើញដែរជាមួយនឹងការលោតចុះលោតឡើងពី King Eric ប៉ុន្តែនៅតែមិនដាច់ជាមួយនឹងវត្តមានរបស់ខាង team Wing Esport KH ដូចគ្នាប៉ុន្តែសរសើរទៅលើ set ដែលគាត់ស៊ូនteam fight របស់គាត់បានល្អដើម្បី cover គ្នាគាត់ណាបាទណាមួយដូចបាននិយាយចឹងដោយសារតែមិនមិញ Wing Esport គេដាក់អន្ទាក់ឲ្យ King Eric គាត់លងដែរទេហ្នឹងបាទគាត់លងបាត់ហើយBimo នៅ clear mid lane Saxo low ទៅផ្ទះអញ្ចឹងគាត់មានតែ2នាក់ Cypher នឹងធ្វើអីកើតបាទអញ្ចឹងគាត់ណាមួយរត់រួចដែរហ្នឹងហើយរត់រួចហើយបានថាគាត់លងហើយហ្នឹងអញ្ចឹងគាត់យក spell វិនចិនបាទយ៉ាខាងក្រោម KT ខ្ញុំគាត់យកវិនចិនវិញណាដើម្បីរង Moscow late game យ៉ាយក late game ព្រោះជា hero ដែលត្រូវបដាច់ដៃកុំឲ្យ Moscow វាយបាទព្រោះបើសិន Moscow បានឌូ basic attack ទៅអញ្ចឹងធ្វើឲ្យអា skill load របស់ Moscow កាន់តែមានច្រើនដងឯកភាពបាទ setចឹងពី total បានចូលខ្លួនលើ Wing Sport អីយ៉ាកាដូមឆែមកែបឆាចង់ make play គេ play make វិញដែរឬទេតែ K Tank អត់មាន flick អាចនឹងយ៉ាប់នៅក្នុង total មួយនេះក៏បានដែរព្រោះ total ទី3នេះ cooldown flick របស់ K Tank cooldown អត់តន់ណាបាទ cooldown អត់តន់ទេចាំមើលជាមួយ total នេះទៅជាណាតែអ្វីដែលចាប់អារម្មណ៍ Bimo Lee ត្រង់ដល់ Lee តទៅលើ Denso មួយយកតែម្ដងជាមួយការក្រាកទេបុកវាយលើបាទជាមួយនឹង Lai តែគប់ចកចំមកជាមួយ Silent Cat គប់វាយយកតែម្ដងជាមួយនឹង King Eric ចុច Spell Vengeance វាយយកតែម្ដងជាមួយនឹងការឡងទៅឡងមក5នាក់ Saxo កំដប់ហើយលុយរាយហើយជាមួយនឹង Saxo វាយ backline 3 hero អត់មានបាត់បង់ជីវិតសំបីតែពី team Mac អាយ៉ាឃើញអតិពល Vincent របស់ Ari ហើយធ្វើបាបមែនទៅលើ Silent K បាទគាត់ហ៊ានឌូ basic attack ហ្មងបាទឌូច្រើនដងហ្នឹងគឺគេអត់វាយក៏សល់ឈាមមួយងេបដែរមិញហើយណាមួយក៏ជាការ join team fight early ដូចគ្នាសម្រាប់ Goland ជាប្រភេទ hero របស់ Moscow ណាតែតែសារណាមួយក៏បន្ទោសគាត់ក៏មិនការព្រោះថានៅក្បែរហ្នឹងដែរហ្នឹងហើយនៅក្បែរហ្នឹងហើយគេវាយ3 4ហ្នឹងពេលហ្នឹងគាត់ត្រូវមកជួយគ្នាបាទឃើញហើយមិនជួយពិបាកជាមួយនឹង team តែអ្វីដែលសំខាន់គឺយើងបានមើលជាមួយនឹងការទាត់ពី Cypher បាញ់ lock ទៅលើ Denso អញ្ចឹងធ្វើឲ្យ stun មក Denso មួយគឺរៀងស្រួលសម្រាប់ team mate ដូចគ្នាបាទក្រាំងលើក្រាកតេវាយយកតែម្ដងជាមួយនឹង Saxo បោះបាទហាត្រីមកឆ្វែទៅឆ្វែមក Silent K ដាច់បាត់ហើយ K Tank អាចជាអ្នកបន្ត10ពខៀប2 hero បាទហើយអាយ៉ាកដុំឆែមកែបឆាទៅជាយ៉ាងណាតែជាមួយនឹងការកាប់ King Eric Midland តែ King Eric ថាខ្ញុំមិនខ្លាចទេជាមួយនឹងការលោតដំវាយមួយ3យកតែម្ដង King Eric បាត់បង់ជីវិតតែណាមិនជាមួយ Saxo ក៏មកដល់ដែរជាមួយនឹងការឆ្វែដេញវាយ Spider យកតែម្ដង Cypher ដេញ lock ជាមួយនឹង Spider ទៅណាសោះត្រៀមតែម្ដាយតែម្ដងជាមួយនឹងការជួយគ្នាតន់ពេលវេលាដកថយបាទហើយបាទគ្រប់ពេលដែល team fight ដេញចាត់ទៅលើ Silent K គឺ like bait ឲ្យ Silent K គប់ចកាហើយបាទវត្តមាន Saxo ម្ដងគឺបង្ហើយលុយរាយតែម្ដងហ្នឹងវាស្រួលដែរសម្រាប់ fan នេះនៅពេលដែលអស់អាឈើចកាហ្នឹងស្រួល lock Moscow មែនតើមកគាត់ចាំហត់ថាហ្នឹងអស់តែចកាហ្នឹងហើយអស់បោះរបស់ K Tank គឺគេទៅនិយាយទៅឲ្យតែនិយាយគ្នាត្រូវចូលទៅមុនអស់ជាមួយនឹង skill ទី2គឺ fan នេះទៅបង្ហើយលុយរាយតែតែ game នេះមានតែ2 total ណាបាទ2 total បានណាបាទ2 total ទេបាទទៅឥឡូវបាទតែនេះអាយ៉ាវាយមិនឈឺទេបាទអត់ខ្វល់ទេជាមួយ Saxo គាត់គ្រាន់តែទៅជាការបន្លែងតែម្ដងបាទខេបបដល់ផ្ទះវិញបាត់ហើយបាទចឹងជាមួយនឹង Lord ក៏មានការ spawn មកវិញដូចគ្នាក៏ដូចជា goal វិញឥឡូវលើតែ79 goal តែម្ដងពីខាង team Mike បាទមិញលើមួយខែជាងនៅ early game មកដល់8នាទីគឺស្មើគ្នាវិញហើយ game 50 damage ដឹង Silent K ថាប៉ុន្មានដៃទេថាស្អី
បាទជាមួយនឹង damage របស់ Harrod ភ្លេចខ្លួនពីដៃណាបង ឥឡូវបើចង់ តឡោឈាម ចង់ split ក៏ពិបាកដែរ បាទ បាទអញ្ចឹងចង់ split push ក៏ពិបាកបើ split early ពិបាកលេងជាមួយនឹង Fanny split late ក៏ពិបាកជាមួយនឹង Fanny អញ្ចឹងគឺបច្ចុប្បន្នកាលអាចនិយាយបានថាតា teammate ក៏រៀងតែមជាងបន្តិចដែរតែគាត់ថាគាត់បានថ្លឹង damage សម្រាប់ early នៅ mid game អីចឹងណាអីអា lot នេះមិនដែរអូគាត់អត់ទៅ split ទៅហើយដល់ silent គេអូខាតពេលយូរនេះអូ silent K តាមពិតហ្គេមនេះ silent K គាត់យក golden star មុនហើយបាទឥឡូវមានការវាយយកតែម្ដងពី Denso អូយ Denso នៅសល់ passive អត់បញ្ហាសម្រាប់គាត់ទេ តែឈាមតិចពេកហ្នឹងហើយតែ reset ហ្នឹងគួរ reset តែដឹងបាត់បង់ជាមួយ T1 នៅខាងក្រោមបាទខាងក្រោមជាមួយនឹងសមាជិករបស់ខាង teammate យក T1 trade មកមួយដូចគ្នាក៏ដូចជាមានការបើក map តែជាមួយនឹង lot ម្ដាយពីរដៃគេតែយើងឃើញជាមួយនឹង map របស់សាក់ស៊ូកំពុងតែ clear land ចំណេញពេលវេលាច្រើនមែនតើពីសាក់ស៊ូបាទនិយាយថា game នេះ lot នេះគេ delay គេយកមកជាមួយនឹង objective របស់គេហើយគេដើរ clear អីមកស្អាតហើយចូលវាយ lot យកតែម្ដងពីខាង teammate ណាបាទចាឥឡូវភ្លាមទៅហើយជាមួយនឹងការចុច cancel ពី K តែធ្វើការបោកជាមួយនឹង Cypher យកតែម្ដងជាមួយនឹងការដាក់ Cypher ភ្លាមក៏ដូចជាកន្លែងនេះជាមួយនឹងសាស៊ូបោះមួយគេបោះឆាប់ជាប់គាត់ជាមួយនឹង Stun Dash Shut Down យកតែម្ដងជាមួយនឹងការ Black Chain ពី Silent K ធ្វើការគប់ជាប់ Stun ធ្វើការលុតចូលពី King Airy មកដៃចុកក្រោយជាមួយនឹងការដាច់3 arrow ពីសមាជិករបស់ Team Mac វ៉ាវបន្តការយកជាមួយនឹង lot បន្ថែមទៀតដែរពីសមាជិករបស់ខាង Wing Esport KA មួយ team fight នេះគឺ make play ចេញពី K តែង so cute គឺពិតជាល្អខ្លាំងមែនតែបោះជាមួយនឹង Cypher មួយអស់ hero lock គឺវត្តមានរបស់ team Mac អត់មានអ្នកណាក្នុងការ pick up ទេកាក់ទៅលើសាក់ស៊ូទៅជាប់គ្នាឯងទៀតជាប់ពីរនាក់អស់ជាប់ពីរនាក់ stand គេវាយដាច់បាទ no lot ធ្លាក់ទៅគេបាត់ហើយបាទធ្ងន់មែនដែរសម្រាប់ team Mac team fight បាញ់មិញតែសារគេចាប់បានជាមួយនឹង Cypher តែគាត់កិច្ចផុតមួយហើយតែគាត់គិតអត់គិតថាគេនឹង flick time គាត់នៅកន្លែងហ្នឹងបាទ reaction យើងយឺតបន្តិចសម្រាប់គាត់កន្លែងនេះបើសិនជា reaction លើខ្ញុំមិនថា counter ទៅលើ head tank បាទ midland អាចគ្រោះថ្នាក់បើសិនបន្តចេញ map កន្លែងនេះទៀតតែមិនចាយ off flicker បាត់ហើយ head tank Cypher ជាអ្នកលេងវិញកន្លែងនេះបើសិនជា Cypher លេងបានមុនក៏ជារឿងល្អដែរហើយ lot នេះអាចនឹងຕົកបានអត់អាចនឹងអត់ដាច់ tier 2 direct ទេអញ្ចឹងគឺជារឿងចំណេញដែរហ្នឹង ឯកភាពចាំមើលជាមួយនឹង Team Mac នៅក្នុងថ្ងៃនេះដូចជាការ gameplay ដូចជាមិន smooth ដូចអ្វីដែលគាត់ចង់បានទេដោយសារតែប៉ះ Wing Esport គេរៀងអដែរអញ្ចឹងចាំមើលជាមួយនឹង lot នេះតើ Wing Esport អាចយកអ្វីបានចំណេញណាដែរទេភ្លាមបើមក lot នេះបាន T2 ទាំង3ផ្លូវគាត់រៀងចំណេញដែរលោខាងលើចាប់ជាមួយនឹង Live ចាប់ជួយ Fight ក្រៅកទេដាច់ជាមួយនឹង Live បានហើយដោយសារគេបូក4អ្នកយកតែម្ដងជាមួយនឹង Sasu ឆ្វែទៅឆ្វែមកបាន kill ជាមួយនឹង Spider 1ដូរនឹង2តែម្ដងជាមួយនឹងការ Threat Spider shut down តែកំភ្លេចខាងក្រោមចោលគាត់ត្រះជាមួយនឹង Silent K អាយ៉ាមកឆ្វែលពួក Ultimate ដែរឬមួយក៏យ៉ាងណាអត់មាន Ultimate ទេសាក់ស៊ូអត់មានជាមួយនឹង Pop បោះទៀតតែមិនឆ្វែលបើសិនកតាមួយដៃមែនទៅលើ Silent K មកឆាបអត់ឈាមពាក់កណ្ដាល3ឲ្យយយខែបោះ3ខែបោះពីចងាយបាទគឺមិនមិនទេឥឡូវចាំមើលជាមួយ T2 នៅ Midland បុកមួយលើ Bimo Flicker counter មកវិញដូចគ្នាផងដែរជាមួយនឹង Denso ក៏ផ្ទុះជាមួយនឹង Passive Flicker វាយគេដាច់ខ្លួនឯងអាម៉ាចេះជាមួយនឹង Silent K គេដេញវាយហើយជាមួយសមាជិករបស់ Team Mac Cypher Shot Call ដេញចាប់អ្នកណាគេដេញចាប់ Denso ឬមួយក៏យ៉ាងណា Denso អត់មាន Passive ទេអាចនឹងបាត់បង់ជីវិតដែរទេអត់ទេ No អាយ៉ារឿងធំហើយមកវិញចិនណក់មួយឈូមួយរ៉ាក់នោះគូស្នាជាមួយនឹង Cypher អញអត់បាទស្មា Cypher make play make វិញទៅលើ Cypher វិញតែដល់ជាមួយការធ្លាក់ក្តាប់ lot បូកវាយ K Tank flick ដកថយប្រត់នេះ Cypher អត់សាច់ទាត់ហ្នឹងណាខ្ញុំពងនិយាយថា Cypher នៅក្នុង game នេះគាត់អត់លិចអត់ហ៊ានលេងគាត់ហ៊ានលេង game នេះហ៊ានលេងចាំបាត់ game បាញ់មិញគ្នាគាត់គួរតែ communicate ថា Denso អត់មានជាមួយនឹង Passive ទេសាក់ស៊ូទៅលើ Spider កំលេងសើចស្គីទី1ស្គីទី3ຕົកសែវខ្លួនឯងផងដកឲ្យតតមកហ្នឹងជាមួយនឹង Cypher បោះ Cypher មួយអត់បោះ Cypher មួយ Flicker របស់ Cypher អត់ make play ទេចាំ Flicker រត់ហ្នឹងនិយាយទៅដូចជាឃើញចំនួនការចាយ flicker របស់គាត់ដូចជា3ដងហ្នឹងហើយអត់ទាត់គេមុនទេគឺតែងតែឲ្យគេដេញវាយឲ្យ flicker ចោលអញ្ចឹងខាត់ច្រើនមែនតើពី Cypher នៅក្នុងថ្ងៃនេះតើអាចជា first game របស់គាត់អត់ក្នុងថ្ងៃហ្នឹងបាទ lot ទី2ចេញមកហើយសម្រាប់ខាង Team Mac គាត់តែ replay បានដល់ជាគឺ Cypher Hero shot call ពពួក pick off គឺអញ្ចឹងហើយតែយើងអត់មាន shot call ឲ្យគឺគ្នាអត់មាន impact លេងទេបងហ្នឹងអង្គុយចាំគាត់ចាប់ team fight ចាប់យូ overlive គ្នាពេកគេចាប់យើងបានមុនយើង fail plan របស់យើងយកតែម្ដងបើថាសម្រាប់គឺសម្រាប់ឲ្យច្បាស់មួយយកតែម្ដងបាទហើយយ៉ាមីនៀនខាងក្រោមបុកដាច់ផ្ទះឡើយផ្ទះគាត់ជឿនតិចបាទ
ចាំលេមជាមួយនឹង lot នេះគឺ lot intense សមាជិករបស់ Wing Esport កំពុងតែធ្វើការតេស្តយក Cypher ចុច cancel មកគេចាប់ Cypher បូក Cypher បាត់ហើយ Cypher តោះជាមួយ Spider លោក cover គ្នាដូចគ្នាប៉ុន្តែតែជាមួយ Spider មួយវិញដូចគ្នាប៉ុន្តែចកាមួយរបស់ K Silent ក៏មកដល់ដូចគ្នាប៉ុន្តែគប់ទៅគប់មកតែផ្លេចជាមួយនឹង Line កណាកតេវាយយកតែម្ដងអស់ជាមួយនឹងកតេហើយវាយយកតែម្ដងភ្លាមជាមួយនឹង King Airy ធ្វើ front line ឲ្យទៅមកទេជាមួយនឹងការបែកញ៉ៃ Team Fight សាក់ស៊ូអ្នក finisher ពីហេរ៉ូបាត់ហើយតែយ៉ាងណាមិញជាមួយនឹង Silent ក៏មានការ shut down លើ King Airy មួយដូចគ្នា Bimo ប្រយ័ត្នបាក់មាត់ Bimo ប្រយ័ត្នបាក់ថ្មិញ Bimo ជាមួយនឹងការ bet ឲ្យ live ហើយតែ Bimo បាត់បង់ជីវិតដូចគ្នាជាមួយនឹងការបុកលើ live បាត់បង់ K-Tech តែមាន motor បាត់បង់ជាមួយ live សាក់ស៊ូ finisher គប់ជាប់យ៉ាងលោតឡោមួយទៀតប្រើបាត់ហើយអូយ តើជាការសោយរបស់សាក់ស៊ូឬក៏យ៉ាងណាដែល start load ដល់2តង់បាយបាញ់ បាទអត់ទេដំបងគាត់ហោះមកជាប់អញ្ចឹងហ្នឹងឡតវាអត់តន់ដល់អាប់ទេដល់ពេលហត់ទៅអញ្ចឹងហ្នឹងឡតចាំពេលអាប់ហើយអើយលោកវ៉ាវបាទ Silent K នៅ early game គឺពិបាកក្នុងការបញ្ចេញ damage ច្រើនប៉ុន្តែមកដល់ mid game ក៏ដូចជាចាប់ដើមចិត្តដល់ late game គឺគប់មែនតើហើយបើយើងនិយាយ team fight មិញអាចជាកំហុសបប B mode ដែរអាចជាកំហុសរបស់គាត់ព្រោះថាគាត់ចង់ bet មិញគាត់ hype ពេកហ្នឹងហើយគាត់ hype ពេកកម្មពិតអត់ទេគាត់ bet ហើយគាត់ bet អត់ទេតែយល់តែកន្លែងហ្នឹងបើសិនជាគាត់ hold បន្តិចចាំសាក់ស៊ូសិន hold យ៉ាងយូរណាស់ថា3 second ចោះសាក់ស៊ូនឹងមកដល់គាត់ bet ត្រូវហើយប៉ុន្តែដោយសារតែ live តាក់ទើអត់ចង់វាយយ៉ាមិញ live តាក់ទើទៅបើគ្នាឈាមពាក់កណ្ដាលហ្នឹងមិញហ្នឹងដោយសារតែអត់មានអ្នកគេខុសទេដោយសារតែ communication ទេហ្នឹងហើយបើសិនជាគាត់ថាពីមកថាវាយគឺយើងវាយកន្លែងហ្នឹងយកមកហ្នឹងអត់អីតែដល់ពេលមួយថាអត់ចង់មួយថាខ្ញុំអាបេតដល់ពេលគេចូលមកវាយគ្នាអត់ចង់វាយចឹងអាតាក់មក plate ហ្នឹងវា miss មហាជា1 second 2 second គឺគេចាញ់ debate មកលើយើងមុនបាត់ហើយបាទអញ្ចឹងគឺខាតធ្ងន់ដែរសម្រាប់បាទឥឡូវភ្លាមជាមួយនឹងការ load បុកវាយលើ King Airy ចុច spell វិញចឹងវាយយកតែម្ដងជាមួយនឹងការដាក់ damage លើ line អាយ line នៅក្នុង game នេះដូចយើងស្គន់ញាប់ហើយតែណាមិនជាមួយនឹងសាក់ស៊ូភ្លាម threat បានមួយ kill ដូរមួយ kill ដែរជាមួយយ៉ាងណា King Airy សល់តែម្ដាយតែម្ដង King Airy load តែណាមិនជាមួយនឹងសាក់ស៊ូ finisher វាយខ្ទេចទឹកទំនិញយកតែម្ដងជាមួយនឹង last man standing សល់តែ Spider ទេដកថយជាមួយនឹងការដកថយភ្លាមយកតែម្ដងតែ mid lane ដាច់អត់ដាច់ទេ Wow King Airy Silent K អត់តន់ចេញវាណាឆើមួយទៀតWing Esport គាត់ត្រូវតាការ shot call របស់គាត់ communicate ក៏ច្បាស់ដូចគ្នាបើសិនជាចង់បូកតលេង King Airy គួរតែបូកធ្វើមិនមកក្បាច់ឲ្យដាច់ព្រោះថាយើងចាក់ស្ដាយហើយមិញK តែងចង់បូកទៅគាត់ fail skill ដែរចង់និយាយថាmid lane របស់គាត់ Aurora គាត់តលាក់កកនៅមកតលាក់កកយកទទួលស្គាល់បិទ man damage គេឲ្យចូលតែអ្នក King Airy បុកអត់ដាច់បុក King Airy អត់ដាច់ធ្វើឲ្យ King Airy ចុចវិញចិនលោតជ្រុំវាយខ្ទេចនៅក្រោយហ្នឹងហើយប៉ះគេមាន finisher Phoenix Saxu មកទៀតឆ្វែលតែ2ឆ្មាខ្ទេចបាទអត់តែខ្ញុំគិតថា Silent K ក៏មាន finisher មួយហើយព្រោះដល់ពេលហើយព្រោះ damage ដែលចេញមកពី50ហ្នឹងតែគាត់ហ្នឹងមិនសូវមានទេបើ damage ចេញមកពី family ភាសាស្រុកទៅគាត់គឺច្រើនណាស់ក៏មកឆាមកចាក់ចិត្តដាច់ហើយណាសោះជាបន្តិចតែបើគាត់លេង Roscoe ក៏មួយយ៉ាងដែរព្រោះដោយសារតែពាក់ Winter វារៀងស្ទើរដដែលណាតែបានកិច្ច damage ហ្នឹងព្រោះ team fight មួយខ្ញុំឃើញអ្នកដែល finish គាត់សាក់ស៊ូ finish គាត់ load finish គាត់បានដល់2ម្ដងតែបើសិនក្នុងករណីបើគាត់អាចទិញ Roscoe ដូរមួយ Winner Nature អាហ្នឹងដៃលឿនអាចដូរបានក្នុងកម្រិត 50k អីអញ្ចឹងគាត់គួរតែមានលទ្ធភាពអាចដូរបានចាបាទប៉ុន្តែដោយសារតែអាហ្នឹងដូចខ្លង debate ក្នុង team fight ដែរព្រោះគាត់មិនដែលដាច់ដោយសារតែ50ប៉ុណ្ណាបាទគាត់ដាច់គាត់ដោយសារតែសាក់ស៊ូទេខាងក្រោមជាមួយនឹងការ solo kill លើ Spider ដក1ដក2ចុច retrieve user ជាមួយនឹងការដកថយជាប់សាក់ស៊ូ fail បាទតែ King Airy មកដល់ចុចវិញចិនបន្តជាមួយនឹងការកក់2 hero បាទអញអាម៉ាចេះអញគេបុកផ្ទះហ្នឹងហើយអត់មានយកឡតគេបុកផ្ទះយកអត់ទេបុកអត់ចូលណាមកផ្លូវបុកអត់ចូលណាកុំភ្លេចថាមកផ្លូវបុកអត់ចូលទេ Super Minion លើបាទបើសិនជា2ផ្លូវអាចមកផ្លូវខ្ញុំគិតថាពិបាកបុក Harris ជាមួយនឹងវិចារណាដែរបាទមកផ្លូវគេយក2ផ្លូវ2ផ្លូវ3ផ្លូវអាចបាទគេតែហុចដងឲ្យ team match បាទបុកលែងចូលបាទអាចកន្លែងនេះគេប្រឡែង T3 Turret តែបុកវាយ3ចូល5អន់ដាច់ Bimo ភ្លាមទៅបុកដាច់ Bimo ដាច់ Cypher ដាច់ X គប់ចកជាប់ជាមួយនឹង Silent K GT is over ដែរមួយក៏យ៉ាងណាសតតឡាយតែម្ដងជាមួយនឹងការតួឯកវាយ1-5តែគេអត់ស្គាល់ទេជាមួយនឹងការវាយតែជ័យជំនះ game ទី1បានលើ Wing Esport KA អញជុំអូយ game នេះយើងឃើញអត់ទេgame នេះបើយើងនិយាយពី team match គាត់